ថ្មីនៅប្រទេសអាមេរិកនេះមិនគេចេះចង់ធ្វើអីតាមតែចិត្តយើងហើយក៏គេមិនចេះធ្វើអីចង់តែបានលុយយើងទេអ្វីដែលគេធ្វើឲ្យយើងបានអ្វីដែលធ្វើអត់បានគឺគេប្រាប់មកយើងច្បាស់តែម្ដងជាក់ស្ដែងសម្រាប់ខ្ញុំគឺចង់មកពុតថ្មីនឹងយូរហើយអញ្ចឹងថ្ងៃនេះខ្ញុំក៏ឲ្យប្តីជូនមកមើលថ្មីថាត្រូវពុតបានអត់ណាចាប៉ុន្តែអ្វីដែលជាក់ស្ដែងហ្នឹងគឺខ្ញុំពុតថ្មីអត់បានទេនេះចម្លើយនៅក្នុងវីដេអូនេះហ៎បងប្អូនដំបូងឡើយហ្នឹងគឺខ្ញុំមកត្រូវធ្វើការមកពិនិត្យថ្មីសិនណាគឺខ្ញុំ make appointment ហ្នឹងមួយខែអីដែរអញ្ចឹងពេលមកដល់ហ្នឹងអត់រងចាំយូរទេគ្រាន់តែរងចាំដុកទ័រគាត់ត្រូវមើលថ្មីរបស់ខ្ញុំអញ្ចឹងណារំដែរអង្គុយរងចាំហ្នឹងនិយាយពីថាភ័យទៅចាក់ចុងដៃចុងជើងមិនតបានធ្វើអីហ្នឹងគ្រាន់តែពិនិត្យឲ្យរងចាំដុកទ័រភាសាមួយដុកទ័រសោះហ្នឹងក៏ភ័យដែរហើយចង់និយាយថាពេទ្យនេះស្អាតណាស់មើលទៅឡើង clean ហ្មងហើយនេះបន្ទប់កូនក្មេងកូនខ្ញុំគឺថាឲ្យតែមកពេលម្ដងគឺគាត់ភ័យតែមករឿងនេះគាត់មានរបស់លេងរបស់អីអញ្ចឹងទៅគឺគាត់នៅស្ងៀមអត់យំញញ៉ៃទេខ្ញុំបានអង្គុយរងចាំដុកទ័រ15នាទីគាត់ក៏បានហៅខ្ញុំទាំងប្តីខ្ញុំចូលទៅខាងក្នុងបន្ទប់មួយហើយគាត់បានបញ្យល់ប្រាប់ខ្ញុំថាខ្ញុំអត់មានបញ្ហាអីទៅលើថ្មីទេអញ្ចឹងខ្ញុំអត់អាចពុតថ្មីបានទេដោយសារតែថ្មីខ្ញុំគឺត្រង់ហើយគ្រាន់តែថ្គាមរបស់ខ្ញុំរៀងល្អៀងបន្តិចហ្នឹងដោយសារពាក់ព័ន្ធជាមួយនឹងឆ្អឹងថ្គាមតាំងពីកំណើតហើយនៅពេលដែលឆ្អឹងថ្គាមរបស់ខ្ញុំរៀងល្អៀងបន្តិចថ្មីរបស់ខ្ញុំក៏រៀងល្អៀងបន្តិចតួចដែរវាអត់ស្មើគ្នាសោះហ្មងអញ្ចឹងបើខ្ញុំរកដុកទ័រត្រូវពិភាក្សាបែបម៉េចហើយដុកទ័រក៏បានប្រាប់ខ្ញុំថាអញ្ចឹងអត់មានពាក់ព័ន្ធជាមួយនឹងខាងថ្មីទេគាត់រីកមិនឲ្យខ្ញុំទៅខាងផ្នែកកែសម្ផស្សវិញហ្នឹងបើចង់ស្មើថេងហ្មងគឺគេត្រូវដកចកាឆ្អឹងចកាខ្ញុំតិចតួចហើយនឹងគេត្រូវដាប់មកវិញមួយបងប្អូនគាត់ខ្ញុំស្ដាប់គឺថាខ្ញុំព្រឺសម្បល់ហ្មងអញ្ចឹងហើយក៏សម្រាប់ចិត្តថាអូយមិនបាច់កែមិនបាច់អីហ្នឹងចូលលក្ខណៈដល់កែសម្ផស្សវិញណាមិនផ្នែកថ្មិញមិនពុតថ្មិញវិញទេអញ្ចឹងហើយដុកទ័រគាត់បញ្យល់មកខ្ញុំឡើងច្បាស់តែម្ដងគាត់ថាយល់ល្អមិនបាច់ទេព្រោះថ្មិញរបស់ខ្ញុំមានបញ្ហាអីគ្រាន់តែ clean ហើយបើយើងចង់ធ្វើឲ្យថ្មិញសគ្រាន់តែខាំពុំអីចឹងទៅបានហើយមិនបាច់ពុតទេព្រោះថ្មិញរបស់ខ្ញុំគឺត្រង់ហើយគ្រាន់តែឆ្អឹងថ្គាមរបស់ខ្ញុំហ្នឹងល្អៀងបន្តិចហ្នឹងដោយសារតែមកពីកំណើតហ្នឹងឯងខ្ញុំមកគ្រាន់តែលើគ្រូពេទ្យថាបើចង់បានអ្វីដែលខ្ញុំចង់បានហ្នឹងគឺត្រូវដាប់កន្លែងដកឆ្អឹងថ្គាមចេញហើយគឺគេត្រូវដាក់ជាប់មកនិយាយទៅចេញមកគឺលក្ខណៈថាកែសម្ផស្សតែម្ដងចឹងហើយពេទ្យនេះគឺគេប្រាប់យើងត្រង់គឺគេមិនមែនចេះឲ្យយើងធ្វើឲ្យបានលុយទេការពុតថ្មីនេះថ្លៃណាបងប្អូនបើសិនជាអាយុ9 10អីអត់សូវម៉ានទេណាប៉ុន្តែដូចខ្ញុំនេះណាអាយុរៀងច្រើនអញ្ចឹងគឺថាបងថ្លៃពេញតែម្ដងពេលខ្លះពុតថ្មី 6-7,000 ក៏មានដែរចឹងសរុបសេចក្តីមកអត់បានពុតថ្មីទេខ្ញុំនេះខំតែភ័យតិចចង់ដៃចង់ជើងព្រោះគាត់ថាដឹងតែបានពាក់ថ្មីដែរទេតែលទ្ធផលគឺថាអត់អីទេចឹងហើយបានថាបងប្អូនបើសិនជាចង់ធ្វើអីមួយគួរតែរកពេទ្យនិងរកអ្នកជំនាញណាគួរតែពិភាក្សាជាមួយយើងសិនពេលដែលយើងសម្រេចចិត្តធ្វើអីកុំឲ្យស្ដាយក្រោយទៅថ្ងៃមុខចឹងណាដូចខ្ញុំចាក់ស្ដាយចឹងខ្ញុំចង់ពុតថ្មីតែពេលពិភាក្សាមួយដុកទ័រឲ្យបានគាត់បញ្យល់មកបានក្បោះក្បាយ